បាទតោះពុកម៉ែបងប្អូនទាំងគ្នាបាទខ្ញុំសូមជម្រាបសួរសាជាថ្មីបាទឥឡូវអញ្ចឹងយើងមកវីដេអូបន្តបាទវីដេអូនេះគឺជាវីដេអូបាទដែលយើងបង្ហាញពីតើរុយបាទ EBFS នេះវា CA បាទអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទយើងមើលហើយបាទនេះបាទវាកំពុងតែស៊ីផ្ទាល់ហ្នឹងឃើញទេបាទតាក់ទងទៅនឹងចំណៃរបស់រុយ BFS បាទគឺមានតែស្ករទេបាទស្ករសរបស់យើងហ្នឹងអញ្ចឹងយើងដាក់អញ្ចឹងមកបាទហើយខ្ញុំបាទសូមបញ្ជាក់បាទតាក់ទងជាមួយនឹងស្ករគឺសុំឲ្យស្ងួតណាបើស្ករសើមគឺវានឹងងាប់ដោយសារអីបាទព្រោះថាបើស្ករសើមនៅពេលដែលវាចុះស៊ីគឺវានឹងស្អិតជើងស្អិតដៃស្អិតស្លាបវាអញ្ចឹងវាហើរួចទេអញ្ចឹងវានឹងស្អិតងាប់នៅនឹងអញ្ចឹងនេះគឺស្ករសស្ករស្ងួតបាទហើយសម្រាប់ទឹកវិញបាទយើងដាក់ទឹកសើមមកយើងដាក់កណាត់នៅខាងក្នុងនេះមកអញ្ចឹងវានឹងផឹកទឹកបាទវាស៊ីស្ករនឹងហើយវាផឹកទឹកណាអញ្ចឹងងាយស្រួលមែនតើអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ស្ករដូចខ្ញុំបាទជំរាបជូនអញ្ចឹងបាទយើងត្រូវតាបាទទុកស្ករដាក់ស្ងោស្ងួតណាហាមដាច់ខាតសើមបាទព្រោះថាសើមវាស្អិតបាទស្ករជាតិសើមស្អិតបាទស្អិតនៅពេលដែលរុយចុះមកគឺហើទៅជាប់ស្លាបបាទឬមួយក៏ជាប់ដៃជាប់ជើងហ្នឹងវាអាចនឹងស្អិតនឹងងាប់អញ្ចឹងវាធ្វើឲ្យយើងខាតអញ្ចឹងយើងកុំទុកឲ្យវាសើមអីហើយសម្រាប់កតោស្ករនេះគឺយើងអាសាលាងទៅបាទពេលដែលឃើញវាចាប់ផ្ដើមរីកស្អិតអីហើយយើងលាងវាទុកហាលឲ្យស្ងួតចាំយើងយកស្ករមកដាក់សាថ្មីម្ដងទៀតណាកុំឲ្យយើងដាក់ទុកយូរទៅគឺនេះបាទមានរុយខ្លះវាស្អិតងាប់នៅក្នុងហ្នឹងដោយសារតែវាត្រូវងាប់ណាបើវាពងអស់គឺវាងាប់ហើយអញ្ចឹងគឺស្ករហ្នឹងគឺវានឹងបាទរីកអញ្ចឹងយើងអាសាលាងវាទៅបាទ3ថ្ងៃ4ថ្ងៃយើងលាងវាម្ដងទៅអាកតេតោដាក់ស្ករហ្នឹងដើម្បីកុំឲ្យវាជាប់ស្ករស្អិតរលាយបាទថាស្ករស្អិតរលាយពេលដែលរុយវាពាក់គ្នាបាទឬមួយក៏រុយបើវាហើលេងហ្នឹងវាធ្លាក់ទៅប៉ះស្ករហ្នឹងស្ករស្អិតសសើមហ្នឹងគឺវានឹងងាប់អញ្ចឹងយើងត្រូវតែស្ករហ្នឹងឲ្យស្ងួតបាទអរគុណច្រើនហើយខ្ញុំនឹងបង្ហាញវីដេអូបន្តទៀតបាទតាក់ទងជាមួយនឹងបាទការធ្វើសបុករុយពងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចាំតាមដាននៅវីដេអូបន្តទៀត